កងកម្លាំងកម្ពុជាមិនបានបង្កហេតុណាមួយដែលរំលោភបំពានបទចម្បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានเพจផ្លូវការរបស់កងទ័ពជើងគោកថៃនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធាភូមិភាគ2ដោយលើសំឡេងកាំភ្លើងសំឡេងផ្ទុះគ្រាប់បែករកឃើញការចូលចិត្តបន្លាលួហើយការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបំភ្លឺថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទចម្បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយលោកស្រីបន្តថាកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរពនិងអនុវត្តនៅកិច្ចព្រមព្រៀងនៃបទចម្បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងម៉ឺងម៉ាត់និងជាប់ខ្ជួនបំផុតជាមួយនឹងការបដិញ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិតកម្ពុជាតែងតែរក្សានៅកិច្ចសហការល្អជាមួយគ្នាក្នុងនោះផងដែរក្រុមទំនាក់ទំនងរវាងកម្ពុជាថៃនៅជួរមុខគឺបានធ្វើការជាមួយគ្នាជួបជាប្រចាំតាមរយៈការផ្ដល់ព័ត៌មានឬការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់